នេះគឺជារូបភាពដែលខ្ញុំបានផ្ដិតជាមួយនឹងกระดาษប្រាក់1000រៀលដែលមានរូបខ្លោងទ្វារប្រាសាទអង្គរធំជាមួយនឹងខ្លោងទ្វារប្រាសាទអង្គរធំពិតប្រាកដពេលខ្ញុំយកសភៅកំណត់ហេតុការណ៍ពីឆ្នាំ2019មកមើលឡើងវិញតែបើខ្ញុំដឹងថាខ្ញុំនឹងមានបេសកកម្មច្រើនខ្លាំងមែនទែនដែលត្រូវបំពេញវាហើយបេសកកម្មដែលខ្ញុំត្រូវធ្វើនៅឆ្នាំនោះគឺការស្វែងរករូបភាពដែលដាក់ជាប់នៅលើกระดาษប្រាក់រៀលខ្មែរយើងកាលពីជំនាន់ដើមនិងសម័យបច្ចុប្បន្នហ្នឹងតែឆ្នាំនោះគឺខ្ញុំសំបានกระดาษប្រាក់រៀងច្រើនដែរគឺអានេះគឺกระดาษប្រាក់លុយខ្មែរ100រៀលហើយអានេះគឺជាกระดาษប្រាក់1000រៀលកាលជំនាន់ដើមចំណែកមួយនេះគឺជាกระดาษប្រាក់500រៀលជំនាន់ដើមហើយនេះគឺជាกระดาษប្រាក់2000ដែលផលិតឡើងនៅឆ្នាំ2007អញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងចាប់ដើមរៀបប្រវត្តិទៅខេត្តសៀមរាបម្ដងទៀតដើម្បីផ្ដិតយកនូវរូបភាពមួយនឹងមកតោះតាមដានខ្ញុំទាំងអស់គ្នាអូខេឥឡូវគឺខ្ញុំបានមកទិញសបុតឡានដែលគោលដៅរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំចេញពីប៉ោយប៉ែតទៅខេត្តសៀមរាបម្ដងទៀតហើយលើកនេះគឺខ្ញុំជិះឡានធំគឺងាយស្រួលខ្លាំងមែនតើគឺយើងអាចកាច់កៅអីនឹងទៅក្រោយបន្តិចដើម្បីសម្រាប់យកកម្លាំងដើម្បីទៅដល់ខេត្តសៀមរាបយើងវាយលុកតែម្ដងអូខេឥឡូវគឺខ្ញុំបានមកដល់ខេត្តសៀមរាបហើយឥឡូវនេះខ្ញុំកំពុងតែដើរហូបអីហូបបន្តិចសិនដើម្បីឲ្យមានកម្លាំងទៅរកគោលដៅរបស់យើងហើយបន្ទាប់ពីខ្ញុំហូបអីហើយឥឡូវគឺខ្ញុំបានហៅម៉ូតូឌុបដើម្បីជិះទៅគោលដៅហើយនៅតាមផ្លូវគឺខ្ញុំបានឃើញខ្លោងទ្វារប្រាសាទមួយចំនួនគឺស្អាតខ្លាំងមែនទែនខ្ញុំចង់ចូលលេងខ្លាំងមែនទែនប៉ុន្តែដោយសារតែខ្ញុំមានគោលដៅអញ្ចឹងហើយខ្ញុំមិនអាចចូលបានទេហើយអានេះគឺជាខ្លោងទ្វារមួយដែលបានបែកបាក់ហើយឥឡូវនេះគេកំពុងតែសាងសង់វាឡើងវិញហើយនិយាយពីតាមផ្លូវវិញបងប្អូនគឺសិតតែដើមឈើធំៗខ្លាំងមែនទែនបើសិនជាគេឲ្យជំរឿនខ្ញុំមួយគឺទៅដើរលេងនៅកំពង់សោមមួយគឺមកដើរលេងនៅខេត្តសៀមរាបខ្ញុំគឺជ្រើសរើសយកខេត្តសៀមរាបហើយដោយសារតែខេត្តសៀមរាបគឺមានប្រាសាទច្រើនសម្រាប់ទស្សនាហើយមានដើមឈើធំមកដល់គឺមានអារម្មណ៍ថា fresh ហ្មងហើយសម្រាប់បងប្អូនដែលកំពុងតែនឿយហត់ជាមួយការងារខ្ញុំរីកមែនថាអាចទម្លាក់ការងារចោលខ្លះយើងមកសាកថ្មជីវិតជាមួយនឹងប្រៃព្រឹក្សាជាមួយនឹងគេដំណើរប្រាសាទរបស់ដូនតាយើងវិញអូខេឥឡូវគឺខ្ញុំជិតដល់គោលដៅរបស់ខ្ញុំហើយអានេះគឺជាខ្លោងទ្វារមួយដែលនៅពីក្រោយប្រាសាទគោធំដែលជាប្រាសាទបាយ័នហ្នឹងហើយខ្លោងទ្វារមួយហ្នឹងគឺមានឈ្មោះថាខ្លោងទ្វារជ័យតាមដែលខ្ញុំមើលទៅខ្លោងទ្វារមួយហ្នឹងគឺមិនមែនជាខ្លោងទ្វារនៅក្នុងกระดาษប្រាក់1000ទេខ្ញុំគិតថាខ្លោងទ្វារដែលនៅក្នុងกระดาษ1000ហ្នឹងគឺជាខ្លោងទ្វារទន្លេអុំវិញប៉ុន្តែខ្ញុំអត់ច្បាស់ទេណាបងប្អូនដោយសារតែប្រាសាទអង្គរធំឬក៏ប្រាសាទបាយ័នហ្នឹងគឺមានខ្លោងទ្វាររហូតដល់5មកចឹងបើសិនជាបងប្អូនណាដឹងថារូបនៅក្នុងกระดาษ1000ហ្នឹងគឺជាខ្លោងទ្វារមួយណាកុំភ្លេចខមមិនប្រាប់ខ្ញុំម្នាក់មួយផងអូខេឥឡូវគឺខ្ញុំបានជិះចូលមកដល់ក្នុងហើយនេះគឺជាប្រាសាទបាយ័នហើយខ្ញុំអត់ឈប់នៅប្រាសាទបាយ័នទេដោយសារតែគោលដៅរបស់ខ្ញុំគឺខ្ញុំមកថតតែរូបមួយស្លឹកនៅពីមុខខ្លោងទ្វារទន្លេអុំតែប៉ុណ្ណោះអូខេឥឡូវគឺយើងបានមកដល់ខ្លោងទ្វារទន្លេអុំហើយគឺស្អាតខ្លាំងមែនទែនហើយឥឡូវនេះខ្ញុំកំពុងតែរៀបចំថតជាមួយនឹងលុយដែលមានរូបខ្លោងទ្វារហ្នឹងជាមួយនឹងរូបខ្លោងទ្វារពិតប្រាកដអូខេនេះគឺជារូបភាពដែលខ្ញុំបានផ្ដិតជាមួយនឹងกระดาษប្រាក់1000រៀលដែលមានរូបខ្លោងទ្វារប្រាសាទអង្គរធំជាមួយនឹងខ្លោងទ្វារប្រាសាទអង្គរធំពិតប្រាកដពីដំបូងខ្ញុំគិតថានៅកន្លែងខ្លោងទ្វារហ្នឹងអត់សូវមានអ្នកគេចាប់អារម្មណ៍ទេប៉ុន្តែជាក់ស្ដែងគឺមនុស្សច្រើនខ្លាំងមែនទែនមកទស្សនានៅខ្លោងទ្វារមួយហ្នឹងណាប៉ុន្តែបងប្អូនមានតែឆ្ងល់ដូចខ្ញុំអត់នៅតាមខ្លោងទ្វារនីមួយៗខ្ញុំឃើញមានស្ពានមួយហើយនៅលើប្រកាន់ដៃស្ពានហ្នឹងម្ខាងគឺមានតបយក្សកំពុងតែទាញនាគហើយម្ខាងទៀតគឺមានតបទេវតាកំពុងតែទាញនាគដែរហើយមានអ្នកគេដឹងអំពីអត្ថន័យនៃរូបភាពមួយហ្នឹងអត់បើសិនជាដឹងកុំភ្លេចខមមិនប្រាប់ខ្ញុំផងអញ្ចឹងវីដេអូលើកហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូដែលមានរូបភាពនៅលើกระดาษលុយមួយណាបងប្អូនកុំភ្លេចជួយខមមិននៅខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងម្នាក់មួយផងជួបគ្នាក្នុងវីដេអូក្រោយបាយបាយ